各位同学，大家好，是雷公家长。今天的课文我们来学习第3课的对话。每人ថ្ងៃនេះយើងមករៀនមេរៀនទី3នៅផ្នែកសន្ទនាមានកាប់នៅលើក្តារខៀនហើយមេរៀននេះគឺយើងដកស្រង់ចេញពីសៀវភៅសន្ទនាភាសាចិនដំបូងណាសន្ទនាភាសាចិនដំបូងភាគ1សម្រាប់បងប្អូនអ្នកត្រូវការសភៅនេះយកទៅរៀនជាមួយនឹងវីដេអូចាសូមតំណែងមកកាន់ Telegram សាន KX ណាសាន KX 2026ឬមួយក៏បងប្អូនអាចឆាតមកកាន់ page របស់ខ្ញុំផ្ទាល់ក៏បានដែរចាយើងឥឡូវហ្នឹងគឺយើងមកចូលមេរៀនយើងតែម្ដងអញ្ចឹងមេរៀនយើងរៀនពីម្សិលមិញគឺ第3课មេរៀនទី3មេរៀនទី3第3课你是哪国人你是哪国人យើងបានរៀនហើយតាំងពីវីដេអូមុនណាដែលអ្នកជាជនជាតិអ្វីអញ្ចឹងថ្ងៃនេះយើងរៀនចូលទៅកាន់សន្ទនាណាវគ្គមុនយើងរៀនពាក្យហើយអញ្ចឹងយើងមើលសន្ទនាមានបុគ្គល A និងបុគ្គល B ណាអញ្ចឹងតាម A B ទៅកាន់ជាបុគ្គល2នាក់និយាយគ្នាអញ្ចឹងយើងមើលពាក្យទី1ណាដែល A គាត់និយាយគាត់ថានីហៅមានន័យថាសួស្តីអញ្ចឹងយើងមកពីអ៊ីងណឺអ៊ីនីមីហឺអោហៅនីហៅមានន័យថាសួស្តីដល់មក B គាត់ឆ្លើយថានីហៅគាត់សួស្តីយើងវិញណាណឺអ៊ីនីហឺអោហៅនីហៅសួស្តី你是中国人吗你是中国人吗អ្នកជាជនជាតិចិនមែនទេព្រោះយើងនិយាយចិនទៅគេយើងនីហៅដាក់គេមុនជាងគេនីហៅវិញហើយគេសួរយើងថាតើយើងជាជនជាតិចិនមែនទេអញ្ចឹងយើងមើលចំណុច拼音ណឺអ៊ីនី是知翁中哥我国日恩人猫阿妈你是中国人吗ណា你គឺអ្នកណា是គឺជា中国人ជនជាតិចិនណាម៉ាស់ឬទេ你是中国人吗អ្នកគឺជាជនជាតិចិនមែនទេអញ្ចឹង A គេឆ្លើយថា不是អញ្ចឹងកន្លែង不是នេះពុនេះសលេងទី4是នេះសលេងទី4អញ្ចឹងអក្សរពុនៅពេលដែលនៅជាប់គ្នាជាមួយនឹងជាមួយនឹងសលេងទី4ណាឲ្យទៅសលេងទី4នៅជាប់ជាមួយនឹងពុនៅខាងមុខទៅជាសលេងទី2ណាយើងអានជាសលេងទី2យើងអានថា不是យើងអានថា不是ទេយើងអានថា不是អញ្ចឹងបើសិនជាមែនយើងថា是បើមិនមែនយើងថា不是អញ្ចឹងគេឆ្លើយថា不是មិនមែនទេណាគេមិនមែនជនជាតិចិនទេណាអញ្ចឹងគេថា我不是中国人ខ្ញុំ不是មិនមែន中国人ជនជាតិចិនអញ្ចឹងយើងមើល拼音乌อ我ป乌不是知翁中哥我国日恩人我不是中国人ខ្ញុំមិនមែនជាជនជាតិចិនទេ B គេឆ្លើយមកទៀតថា你是哪国人你អ្នក是គឺជា哪国人មានន័យថាជនជាតិអ្វីណា哪国人គឺជនជាតិអ្វីអញ្ចឹងយើងមើល拼音ណឺអ៊ីនី是ណឺអាណា哥我国日恩人你是哪国人មានន័យថាតើអ្នកជាជនជាតិអ្វីចឹង A គេឆ្លើយថា我不是我是柬埔寨人我ខ្ញុំណា是គឺជា柬埔寨人ជនជាតិខ្មែរឬក៏ជនជាតិកម្ពុជាណាអញ្ចឹងយើងមើល拼音乌อ我是សម្លេងទី4ណាจีเหยียนเจียนសម្លេងទី3พ่ออูผู知爱在日恩人我是柬埔寨人好ខ្ញុំគឺជាជនជាតិខ្មែរអញ្ចឹងបងប្អូនយើងមើលការសន្ទនានេះយើងអាចស្មានបានថាយើងនិយាយនីហៅទៅគេក៏នីហៅយើងហើយគេនិយាយសួរយើងហៅហែអញ្ចឹងទៅអញ្ចឹងនៅក្នុងចំណុចនេះយើងត្រូវតែរៀនចេះណាគឺ
សន្ទនានេះសំខាន់មែនតើព្រោះអីអ្នកខ្លះនីហៅទៅគេនីហៅមកឲ្យគេនិយាយហោហែទៅយើងស្ដាប់អត់បានអត់ដឹងថាគេចង់និយាយពីអីថាទេចាអញ្ចឹងយើងរៀនចេះសន្ទនាមួយនេះមកគឺយើងអាចឆ្លើយឆ្លងមួយជនជាតិចិនបានខ្លះៗនៅក្នុងការប្រស្រ័យតាក់ទងជាក់ស្ដែងណាតោះអញ្ចឹងឥឡូវហ្នឹងគឺ老师នឹងអានឲ្យអ្នកទាំងអស់គ្នាស្ដាប់ណាតោះសូមទាំងអស់គ្នាយកចិត្តទុកដាក់ស្ដាប់你好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 你是中国人吗你是中国人吗不是不是我不是中国人我不是中国人你是哪国人你是哪国人我是柬埔寨人我是柬埔寨人我是柬埔寨人ឥឡូវកូនសិស្សទាំងអស់គ្នាគឺលោកសិស្សចង់បន្ថែមបន្តិចពីលើសន្ទនារបស់យើងណាអញ្ចឹងភាសាចិនវាអត់ពិបាករៀនទេវាងាយស្រួលរៀនទេណាឲ្យតែយើងចាំចំណុចគោលរបស់វាអញ្ចឹងដូចជាពាក្យថា中国មានន័យថាប្រទេសចិនណាអញ្ចឹងពាក្យថា中国គឺប្រទេសចិនបន្ទាប់មកទៀតយើងបានពាក្យថា中国人ឃើញណា中国មានន័យថាប្រទេសចិនណាប្រទេសចិនដល់ពេលជនជាតិយើងថែមយិននៅកតុយណាចឹងយើងអានថា中国人中国人មានន័យថាជនជាតិចិនអញ្ចឹងឧទាហរណ៍មួយទៀតគឺលោកsưឲ្យពាក្យយើងគឺ柬埔寨柬埔寨មានន័យថាប្រទេសកម្ពុជាណា柬埔寨ប្រទេសកម្ពុជាដល់ពេលជនជាតិខ្មែរឬក៏ជនជាតិកម្ពុជាណាជនជាតិខ្មែរឬក៏ជនជាតិកម្ពុជាយើងហៅថាម៉េចយើងហៅថា柬埔寨人柬埔寨ជនជាតិកម្ពុជា柬埔寨ប្រទេសកម្ពុជា柬埔寨人ជនជាតិកម្ពុជាណាអញ្ចឹងនៅចុងវីដេអូនេះយើងបានពាក្យថា中国ប្រទេសចិន中国ប្រទេសចិន中国人ជនជាតិចិន中国人ជនជាតិចិន柬埔寨ប្រទេសកម្ពុជា柬埔寨ប្រទេសកម្ពុជា柬埔寨人ជនជាតិកម្ពុជា柬埔寨人ជនជាតិកម្ពុជា好，各位同学，今天的第3课我们已经结束了。អញ្ចឹងថ្ងៃនេះមេរៀនទី3របស់យើងគឺបានបញ្ចប់ហើយ谢谢大家我们下次就要上到第4课អញ្ចឹងអរគុណទាំងអស់គ្នាយើងនឹងបន្តទៅមេរៀនទី4នៅវីដេអូក្រោយ谢谢拜拜再见